មីគាឆ្ពោះទៅកាន់ការក្លាយជា Lady Sayadaw ជីវិតដំបូងនិងមូលដ្ឋានគ្រឹះនៃការសិក្សា1846 ប្រហែល1886 ព្រះមហាថេរៈ Lady Sayadaw បានប្រសូតនៅថ្ងៃអង្គារ13កើតខែមីគសិឆ្នាំចពុទ្ធសករាជ2490ត្រូវនៅថ្ងៃទី1ខែធ្នូគ្រិស្តសករាជ1846នៅភូមិសាំងពិនស្រុកបេនជីនខេត្តស្វេបូបច្ចុប្បន្នស្រុកមុនជ្វាតំបន់សកៈប្រទេសភូមាព្រះមាតាបិតារបស់ព្រះអង្គមាននាមថាតាអ៊ូទុនថានិងលោកយាយដក្បូនមានរឿងដំណើរថានៅថ្ងៃដែលព្រះអង្គប្រសូតមានឥទ្ធិនូដ៏អស្ចារ្យមួយបានលេចឡើងដែលជាប្រផ្នូលល្អហើយដោយសារហេតុការណ៍នេះព្រះមាតាបិតានិងញាតិសន្តានបានថ្វាយព្រះនាមក្រហមថាម៉ោងតេខូដែលមានន័យថាអ្នកដែលនឹងឡើងដល់កំពូលនៅព្រះជន្ម10ព្រះវស្សាព្រះអង្គបានចូលសិក្សាក្នុងវត្តក្រោមការបង្ហាត់បង្រៀនពីព្រះគ្រូសាយាដាវអ៊ូណាន់ដាព្រះអង្គបានបួសជាសាមណេរនៅព្រះជន្ម15ព្រះវស្សាដោយទទួលបានព្រះនាមបញ្ញត្តិថាញ៉នធូជៈដែលមានន័យថាអ្នកមានប្រាជ្ញាជាទង់ជ័យព្រះអង្គបានបង្ហាញនៅភាពប៉ិនប្រសប់ក្នុងការសិក្សាគម្ពីរតាំងពីវ័យក្មេងមានពេលមួយនៅប្រជជនប្រហែល18ព្រះវស្សាព្រះអង្គបានលាចាកសិក្ខាបទមួយរយៈខ្លីដោយយល់ថាការសិក្សារបស់ព្រះអង្គមានលក្ខណៈចង្អៀតពេកព្រះអង្គបានទៅសិក្សាគម្ពីរវេទជាមួយព្រះគ្រូសាយាដាវអ៊ូគុនមៀមុនពេលត្រូវបានព្រះឧបជានិងគ្រូផ្សេងទៀតបញ្ចុះបញ្ចូលឲ្យត្រឡប់មកបួសវិញការឃ្លាតចេញមួយរយៈនេះបង្ហាញពីបញ្ញាដ៏វាងវៃនិងការចងចាំដឹងចង់ឆ្វេងយល់របស់យុវជនម្នាក់ដែលស្វែងរកចំណេះដឹងកាន់តែទូលំទូលាយការត្រឡប់មកបួសវិញរបស់ព្រះអង្គដែលជំរុញដោយលក្ខខណ្ឌតម្រូវឲ្យក្លាយជាសាមណេរសិក្សាបង្ហាញថាមាគ៌ាចុងក្រោយរបស់ព្រះអង្គត្រូវបានដឹកនាំត្រឡប់មករកព្រះធម៌វិញប្រហែលជាត្រូវបានបង្កើនឡើងដោយការឆ្វែងយល់ដ៏ខ្លីនេះលើសពីកម្មវិធីសិក្សាស្តង់ដារនៅក្នុងវត្តក្រោយមកអាចចូលរួមចំណែកដល់សមត្ថភាពរបស់ព្រះអង្គក្នុងការប្រស័យទាក់ទងព្រះធម៌ដ៏ស្មុគស្មាញទៅកាន់មហាជនចម្រុះព្រះអង្គក្រោយមកបានសម្ដែងការដឹងគុណចំពោះការបានសង្គ្រោះដោយព្រះគ្រូរបស់ព្រះអង្គដែលបង្ហាញពីការទទួលស្គាល់មាគ៌ាព្រះធម៌ប្រសើរជាងសម្រាប់ព្រះអង្គការនេះបង្ហាញពីការឆ្វេងរកនិងការរុករកផ្នែកបញ្ញាមុនពេលបដិញ្ញាចិត្តពេញលេញចំពោះមាគ៌ាបុព្វជិតក្នុងព្រះពុទ្ធសាសនានៅប្រជជន20ព្រះវស្សាថ្ងៃទី20ខែមេសាឆ្នាំ1866ព្រះអង្គបានទទួលការបំពេញបួសជាភិក្ខុឧបជាក្រោយការដឹកនាំពីព្រះឧបជាសាយាដាវអ៊ូណាន់ដាបន្ទាប់មកព្រះអង្គបានយាងទៅក្រុង
ដូឡៃដែលជារាជធានីនិងជាមជ្ឈមណ្ឌលសិក្សាដ៏សំខាន់នៅពេលនោះព្រះអង្គបានគង់សិក្សានៅវត្តមហាជោតិការ៉ាមដែលគេស្គាល់ផងដែរថាជាវត្តឋានចនឬសាន់កេងក្រោយមកក្រោមការដឹកនាំពីព្រះគ្រូសានក្លេងសាយ៉ាដាវដ៏ល្បីល្បាញព្រះអង្គបានចូលរួមក្នុងសង្គ្រាមសង្គាយនាលើកទី5នៅឆ្នាំ1871ផងដែរ